សំណួរចូលពន្យល់ពីផលប៉ះពាល់នៃការប្រើប្រាស់រ៉ែចំពោះបរិស្ថានចម្លើយផលប៉ះពាល់នៃការប្រើប្រាស់រ៉ែចំពោះបរិស្ថានមានទី1កង្វក់នៃសារធាតុគីមីបំផ្លាញស្រទាប់ដីមានជីជាតិនិងធ្វើឲ្យខូចគុណភាពដីនៅកន្លែងដែលជីកយករ៉ែអាចត្រូវបោះបង់ដីចោលផងដែរទី2ការបាក់ស្រុតដីដែលបណ្ដាលឲ្យបំផ្លាញអគារផ្លូវថ្នល់ដីកសិកម្មនិងធ្វើឲ្យមានបម្រែបម្រួលរបបទឹកហូរនៅលើផ្ទៃផែនដីទី3មានការបំពុលបរិយាកាសទឹកលើផ្ទៃដីនិងទឹកក្នុងដីជាហេតុនាំឲ្យទឹកដីនិងរុក្ខជាតិពុលហើយអាចឲ្យខូចសុខភាពមនុស្សសត្វនិងរុក្ខជាតិទី4ការរំខានដោយសូរស័ព្ទដោយការដាក់គ្រឿងផ្ទុះឬការដឹកជញ្ជូនរ៉ែធ្វើឲ្យរំខានដល់មនុស្សសត្វនិងរុក្ខជាតិដែលនៅក្បែរតំបន់នោះសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីៗបន្ថែមទៀតសូមអរគុណ